Và số đây đi sẽទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញមេរៀនថ្មីមួយនិយាយអំពីការបញ្ជា step motor ប៉ុន្តែមុននឹងយើងចូលដល់ការបញ្ជាទៅលើ step motor គឺយើងមកស្វែងយល់អំពីលក្ខណៈដំណើរការនិងសារៈប្រយោជន៍របស់ step motor ជាមុនសិនទើបយើងអាចធ្វើការ control វាបានអញ្ចឹងជាទូទៅ step motor គឺយើងអាចនិយាយបានថាជាផ្នែកសំខាន់មួយសម្រាប់ការងារវិស័យបច្ចេកទេសដែលយើងជួបជាញឹកញាប់ដែលភាគច្រើនគឺយើងអាចជួបវានៅក្នុងម៉ាស៊ីន print ម៉ាស៊ីន print 3D ម៉ាស៊ីន CNC ម៉ាស៊ីន copy ឬក៏ម៉ាស៊ីនកាត់តអញ្ចឹងជាធម្មតាឲ្យតែការងារណាដែលប្រើប្រាស់នៅការដំណើរការជាក់លាក់ហើយវាមានការកំណត់នៅ position ច្បាស់លាស់ហ្នឹងហើយគឺជាជំរើសដែលយើងប្រើ stepper motor អញ្ចឹងនៅក្នុងមេរៀនដែលយើងត្រូវសិក្សាគឺមាន8ចំណុចដែលយើងសិក្សាពីមូលដ្ឋានដំណើរការរបស់ stepper motor ពីលក្ខណៈពិសេសទូទៅរបស់ stepper motor ហើយនិងគុណវិបត្តិរបស់ stepper motor នៅក្នុងនោះដែរយើងនឹងនិយាយអំពីប្រភេទhybrid stepper motor unipolar និង polar stepper motor ហើយនៅចំណុចចុងក្រោយរបស់មេរៀនរបស់យើងហ្នឹងគឺយើងនិយាយអំពីការបញ្ជា stepper motor ជាមួយនឹង driver ហើយនៅក្នុងការបញ្ជា stepper ជាមួយ driver ហ្នឹងយើងមាន library ពិសេសមួយដូចគ្នាដែរគឺទុកសម្រាប់ control ទៅលើ driver ហ្នឹងគឺយើងអាចប្រើ flexi stepper motor អញ្ចឹងយើងចូលចំណុចដំបូងថាតើអ្វីទៅជា stepper motor អ្នកទាំងអស់គ្នាធ្លាប់ដែលឮពាក្យ stepper motor ឬក៏ឮពាក្យថា motor step ដែរឬទេstepper motor ឬក៏គេអាចនិយាយបានថា step motor ក៏បានដែរពីព្រោះឈ្មោះរបស់វាគឺយើងអាចហៅបានពីរហ្នឹងដោយសារតែគោលសំខាន់ដែលគេហៅ step motor ហ្នឹងគឺដោយសារតែគឺតែពាក្យ step មួយទេគឺគ្រប់យ៉ាងនៃដំណើរការរបស់វាគឺវាមានជំហានពីមួយជំហានទៅមួយជំហានតាមរយៈការផ្ដល់សញ្ញាឬក៏ចរន្តទៅឲ្យរបំនៃmotor ហ្នឹងហើយវាវិលជាក្រិតអាហ្នឹងហើយបានគេឲ្យឈ្មោះថា step motor អញ្ចឹងមុននឹងយើងចូលដល់ចំណុចផ្សេងទៀតខ្ញុំបង្ហាញវីដេអូមួយសិនតាក់ទងជាមួយនឹងការប្រើប្រាស់ហើយនឹងលក្ខណៈដំណើរការរបស់វាអញ្ចឹងខ្ញុំវីដេអូនេះខ្ញុំយកចេញមកពី YouTube ដូចគ្នាដែរប៉ុន្តែដោយសារតែយើងខ្ញុំពិបាកក្នុងការផលិតវីដេអូជា animation អញ្ចឹងខ្ញុំសូមយកវីដេអូរបស់គេហើយយើងយកមកធ្វើការបញ្យល់ឲ្យអ្នកនរគ្នាងាយយល់ជាមួយនឹង step motor តោះយើងចាប់ផ្ដើមអ្នកនរគ្នាវាងរបំខាងផ្នែក South Pole ហើយនិង North Pole អញ្ចឹងដោយសារតែកម្លាំង magnetic រវាង South Pole និង North Pole ពីរនឹងប្រឈមគ្នាវាបង្កើតបានទៅជាកម្លាំងទំនាញអញ្ចឹងនៅពេលដែលកម្លាំងទំនាញធ្វើការផ្លាស់ប្ដូរជា array ឬក៏ជារង្វង់អញ្ចឹងវាបង្កើតបានទៅជារង្វិលជុំអញ្ចឹង motor ដែលជាប្រភេទរង្វិលជុំដោយបង្កើតដោយបំលាស់ទីនៃរបំជា step អញ្ចឹងគេឲ្យឈ្មោះថា stepper motor អញ្ចឹង stepper motor គឺវាមានលក្ខណៈពិសេសអញ្ចឹងហើយបានគេភាគច្រើនគេយកវាទៅធ្វើការជាមួយនឹងផ្នែកក្រិតច្បាស់លាស់ដូចជាម៉ាស៊ីន print ម៉ាស៊ីន copy ជាដើមអញ្ចឹងយើងចូលមកចំណុចលក្ខណៈពិសេសរបស់ motor stepper របស់យើងម្ដងជាទូទៅអ្វីដែលជាលក្ខណៈពិសេសរបស់វាហ្នឹងគឺការធ្វើការជាមួយនឹងការកំណត់ទីតាំងឧទាហរណ៍ថាយើងចង់ print กระดาษ A4 មួយហើយយើងចង់ដឹងចម្ងាយកระดาษ A4 ហ្នឹងប្រមាណអញ្ចឹងយើងអាចបញ្ជាទៅលើ motor ហ្នឹងវាធ្វើការកំណត់ចំណុចដែលចាប់ផ្ដើមនិងបញ្ចប់របស់กระดาษហ្នឹងកើតអញ្ចឹងហើយអានេះគឺវាជាការធ្វើការនៅជាលក្ខណៈទីតាំងឧទាហរណ៍ថាយើងចង់ឲ្យដៃ robot មួយចាប់របស់មួយនៅទីតាំងដដែលយកទៅដាក់ទីតាំងកន្លែងមួយផ្សេងទៀតធ្វើការដដែលដោយមានចំណុចនិង position របស់វាជាក់លាក់អាហ្នឹងក៏គេប្រើប្រភេទ stepper motor ដែរហើយនៅក្នុងនឹងទៀតគឺការបញ្ជា DC motor ជាទូទៅគឺវាមានលក្ខណៈពិបាកក្នុងការបញ្ជាល្បឿនមានន័យថាយើងចង់បានវា10 rpm 100 rpm 200 rpm អញ្
ចឹងការបញ្ជាវាមានលក្ខណៈពិបាកណាស់ប៉ុន្តែចំពោះការបញ្ជា speed ទៅលើ stepper motor វិញគឺវាមានភាពងាយស្រួលមែនទែនហើយវាច្បាស់លាស់បើសិនតែយើងចង់បាន100 rpm អញ្ចឹងវាបាន100 rpm ដោយមិនមានការប្រើ closed loop control ដូច DC motor ឬក៏ encoder motor ទេដូចជា servo motor អញ្ចឹងដូចគ្នាដែរគឺយើងត្រូវការ closed loop control ទើបអាចយើងបញ្ជានៅ position ឬក៏ល្បឿនរបស់វាបានជាក់លាក់ផ្ទុយទៅវិញ step motor គឺយើងបញ្ជាបានដោយប្រើប្រភេទ open loop control បានទាំងល្បឿនទាំងកម្លាំងរបស់វាហើយនៅក្នុងដែរ step motor វាពិសេសហេតុអីបានគេចូលចិត្តយកវាទៅប្រើជាមួយនឹង arm robot និងម៉ាស៊ីនកាត់ផ្សេងៗដោយសារតាល្បឿនរបស់វាកាន់តែយឺតកម្លាំងវាកាន់តែខ្លាំងយើងផ្ទុយទៅវិញឧទាហរណ៍ដូចយើងជិះម៉ូតូយ៉ាងចុះម៉ូតូរបស់យើងពេលដែលយើងមួលគេតិចកម្លាំងរបស់វាខ្សោយប៉ុន្តែបើសិនជាយើងមួលលឿនបានវាកម្លាំងខ្លាំងប៉ុន្តែបើនិយាយពី step motor វិញគឺគេប្រើសម្រាប់ការងារណាដែលគេចង់បានកម្លាំងពេលល្បឿនយឺតអញ្ចឹងឲ្យតែការងារណាដែលប្រើកម្លាំងនៅរយៈល្បឿនយឺតគឺ step motor គឺវាត្រូវការមែនតើគឺគេពេញនិយមប្រើមែនតើខ្ញុំនិយាយបកជាមួយនឹងដៃ robot arm robot ដដែលចុះ arm robot ឧទាហរណ៍វាចង់លើករបស់ធ្ងន់អញ្ចឹងគ្រាន់តែតម្លាក់តែល្បឿនទៅគឺវាអាចលើករបស់ធ្ងន់បានហើយដល់ពេលវាចង់លើករបស់ស្រាលអញ្ចឹងវាអាចពន្លឿនល្បឿនរបស់វាបានហ្នឹងគឺចំណុចខ្លាំងហើយនឹងពិសេសរបស់ stepper motor ប៉ុន្តែនៅចំពោះ stepper motor ក៏វាមានគុណវិបត្តិមួយចំនួនដែរដែលវាជាបញ្ហាស្មុគស្មាញហើយជាបញ្ហាមួយដែលគេផ្លាស់ប្ដូរទៅប្រើជាពពួកhybrid stepper motor អញ្ចឹងនិយាយអំពីប្រសិទ្ធភាពរបស់វាគឺវាខ្លាំងវាច្បាស់លាស់ប៉ុន្តែវាមានគុណភាពខ្សោយបើយើងធៀបជាមួយនឹងពពួក hybrid stepper motor ពួកអីពពួក hybrid stepper motor វាប្រើ system closed loop control អញ្ចឹងរាល់កម្លាំងរាល់ល្បឿនគឺ hybrid stepper motor វាខ្លាំងជាង stepper motor អញ្ចឹង stepper motor គឺភាគច្រើនគេយកទៅប្រើវាជាមួយនឹង lot ស្រាលជាមួយនឹងបន្ទុកស្រាលបើបន្ទុកធ្ងន់គឺវាអត់អាចលើកទៅបានទេហើយទី2កម្លាំងរបស់វារឹតតែខ្សោយទៅពេលល្បឿនរបស់វាលឿនទៅជាធម្មតា step motor វាមានល្បឿនជាមធ្យមគឺពី1000ទៅ2000 rpm ដល់ពេលដែលយើងបញ្ជាលឿនជាងហ្នឹងល្បឿនកម្លាំងរបស់វាគឺខ្សោយខ្លាំងយកមែនតើហ្មងអញ្ចឹងបើសិនជាយើងយកវាទៅធ្វើការជាមួយនឹងកន្លែងល្បឿនយឺតអាហ្នឹងវាល្អប៉ុន្តែបើយើងយកវាទៅធ្វើការជាមួយកន្លែងល្បឿនលឿនគឺវាកម្លាំងរបស់វាគឺអន់ថយទី2គឺពេលដែលវាធ្វើការមិញខ្ញុំឧទាហរណ៍ដូចជាពពួក step motor នៅក្នុងវីដេអូមិញគឺមួយជុំដំណើរការរបស់វាគឺ200 step ប៉ុន្តែបើសិនជាដាច់ភ្លើងនៅចំណុចណាមួយយើងកំពុងដើរបានពាក់កណ្ដាលផ្លូវដាច់ភ្លើងគឺវាប្រកាសជាត្រូវចាប់ផ្ដើមសារថ្មីអញ្ចឹងការចាប់ផ្ដើមសារថ្មីយើងអាចប្រើជា return home ឬប្រើជា limit switch ឬក៏យើងប្រើជា IR sensor ដើម្បី detect home ប៉ុន្តែបើចង់ឲ្យវាតនៅចំណុចដែលវាឈប់ហ្នឹងគឺវាអត់អាចទៅរួចទេអញ្ចឹងអាហ្នឹងដោយសារតែវាអត់មាន feedback មកវិញអញ្ចឹងហើយនេះគឺជាគុណវិបត្តិរបស់ stepper motor ដែលយើងគួរតែប្រយ័ត្នប្រយែងនិងរៀនប្រើប្រាស់វាឲ្យចំគោលដៅនៃការងាររបស់វាអញ្ចឹងពួក stepper motor យើងបែងចែកចេញជា3ប្រភេទពពួក permanent magnetic ឬក៏ឲ្យឈ្មោះថាពពួក hybrid stepper គឺជាប្រភេទដែលគេនិយមប្រើច្រើនហ្មងប្រើច្រើននេះគេក្នុងចំណោមប្រភេទ motor step ព្រោះអីដោយសារតែកម្លាំងរបស់វាខ្លាំងហើយវាជាប្រភេទ closed loop control ហើយល្បឿនរបស់វាលឿនជាងពពួក 2 pass bipolar និង 4 pass unipolar វាលឿនជាងអស់ហ្នឹងហើយខ្លាំងជាងទៀតប៉ុន្តែគាត់ថាតម្លៃរបស់វារៀងថ្លៃជាងបន្តិចព្រោះនៅក្នុងហ្នឹងវាមិនត្រឹមតែមាន stepper motor វាមាន system feedback control ទៀតបើយើងនិយាយប្រៀបធៀប stepper motor ជាមួយនឹង servo គឺវាមានលក្ខណៈស្តៀងគ្នាដែរពពួក hybrid stepper ហ្នឹងដោយសារតែវាមាន system feedback ដូចគ្នាវាមានការកំណត់ល្បឿនការកំណត់កម្លាំងដូចគ្នាហើយបើសិនជាមានឱកាសខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នារវាងពពួក DC stepper motor ហើយនិង AC stepper motor ឲ្យអ្នកនរគ្នាបានជ្រាបប៉ុន្តែដោយសារតែមេរៀនរបស់យើងនេះគឺនិយាយតែពី DC ទេអញ្ចឹងខ្ញុំសូមបន្តទៀត
អញ្ចឹងប្រភេទ step motor មួយប្រភេទទៀតគេឲ្យឈ្មោះថា two path bipolar អញ្ចឹង two path bipolar នេះគឺជាប្រភេទ step motor ដែរប៉ុន្តែវាមាន2 path ឬក៏2របំអញ្ចឹង output ខ្សែរបស់វាគឺវាមាន4សរសៃអញ្ចឹងយើងអាចងាយចាំឲ្យតែពពួក two path bipolar ឬក៏ bipolar stepper motor គឺវាមានខ្សែ4សរសៃអញ្ចឹងយើងមើលនៅខាងផ្នែកនេះអញ្ចឹងវាមានខ្សែចេញមក4សរសៃដោយសារតែរបំរបស់វាមានតែ2អញ្ចឹងរបំមួយគឺមាន2សរសៃអញ្ចឹងវាមាន4សរសៃប៉ុន្តែយើងអាចបញ្ជាវាបានឲ្យវាធ្វើការរំកិលតាមរបំរបស់វាមួយហ្នឹងអញ្ចឹងយើងងាកមកមើលមកប្រភេទទៀតគឺវាមានទម្រង់រូបរាង frame របស់វាគឺមានលក្ខណៈដូចគ្នាប៉ុន្តែអ្វីដែលមិនដូចគ្នានោះគឺវាមានរបំចំនួន4របំហើយរបំនីមួយធ្វើការតភ្ជាប់គ្នានៅចំណុចកណ្ដាលនៃរបំ2ហ្នឹងបង្កើតបានទៅជាមួយសរសៃហើយរបំ2នេះគួបគ្នាចំណុចកណ្ដាលបង្កើតបានទៅជាមួយសរសៃទៀតអញ្ចឹងខ្សែដែលវាចេញមកគឺមាន6សរសៃអញ្ចឹងពពួក unipolar stepper motor គឺវាមានខ្សែ6សរសៃហើយចំណែកពួក two path bipolar គឺវាមានខ្សែ4សរសៃអាហ្នឹងយើងងាយចាំហើយការបញ្ជាវាហ្នឹងគឺវាមានលក្ខណៈខុសគ្នាច្រើនដែរយើងទៅមើលទាំងអស់គ្នាមើលតើរបៀបនៃការបញ្ជានឹងទម្រង់រលករបស់វាហ្នឹងយ៉ាងម៉េចដែរពពួក unipolar គឺគេភាគច្រើនគឺគេយក file យកទៅបញ្ជា direct នៅក្នុងហ្នឹងយើងមាន6សរសៃកណ្ដាលនេះវាមាន2ជម្រើសយើងអាចយកវាតទៅកាន់ power supply ទាំងពីរឬក៏យើងអាចយកវាតទៅកាន់ mass ទាំងពីរជម្រើសហ្នឹងយើងអាចរើសបានប៉ុន្តែបើសិនជាយើងយក snol ឬក៏ខ្សែនៃ bobin កណ្ដាលទាំងពីរហ្នឹងតទៅភ្លើងអញ្ចឹង4សរសៃទៀតយើងត្រូវធ្វើការភ្ជាប់វាទៅកាន់ GND អញ្ចឹងបើសិនជាយើងយកវាទៅភ្ជាប់ជាមួយនឹង mass អញ្ចឹង4សរសៃទៀតយើងភ្ជាប់ទៅកាន់ភ្លើងវិញវាផ្ទុយគ្នាប៉ុន្តែការតភ្ជាប់របស់វាហ្នឹងគឺមិនមែនភ្ជាប់ដំណើរគ្នាទាំងអស់ទេគឺវាធ្វើការតភ្ជាប់គ្នាជាទម្រង់ array បើសិនជា Q1 ភ្ជាប់ Q2 Q3 Q4 អត់ភ្ជាប់បើសិនជា Q2 ភ្ជាប់ Q1 Q3 Q4 អត់ភ្ជាប់អញ្ចឹងវាធ្វើការបដិញគ្នាដូច array LED អញ្ចឹងវាបដិញគ្នាអញ្ចឹងទៅហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរបៀបនៃការ control array LED អាចទៅមើលវីដេអូចាស់ៗរបស់ខ្ញុំបានទាក់ទងជាមួយនឹងការបញ្ជា LED ដែលប្រើប្រាស់ array បាទអញ្ចឹងពេលដែលយើងបញ្ជាដូច LED អញ្ចឹងក្នុងរយៈល្បឿនលឿនអញ្ចឹងរបំ motor ហ្នឹងវានឹងវិលយើងចង់បញ្ជាទៅស្ដាំចង់បញ្ជាទៅឆ្វេងប៉ុន្តែយើងត្រូវការ output របស់ microcontroller ចំនួន4ដើម្បីយកទៅបញ្ជាវាដូចនៅក្នុងនេះយើងមានអានេះគេហៅ waveform របស់យើងគឺយើងមាន pass 0 1 2 3ពេលដែលយើងឲ្យ pass 0 high pass 1 2 3 low ទាំងអស់ពេលដែលយើងឲ្យ pass 1 high pass ផ្សេងទៀតគឺ low ទាំងអស់អញ្ចឹងវាដំណើរការបដិញតគ្នាអញ្ចឹងមកបដិញអញ្ចឹងរបំហ្នឹងវាវិលទៅតាមនឹងដែរផ្ទុយទៅវិញបើសិនជាយើងបញ្ជាប្រភេទពពួក polar stepper motor គឺគេអត់ប្រើ fight ឬក៏ពពួក MOSFET យកទៅ control ទេពពួកនេះគឺគេប្រើជា driver វិញអញ្ចឹងការបញ្ជារបស់ពពួក polar stepper motor ដោយប្រើ driver នេះគឺគេមាន3ទម្រង់ដែលគេឲ្យឈ្មោះថា full step operation half step operation ហើយនិងពពួក micro step ហើយកន្លែងនេះមិនប្រកាសថាជាលេខ8ទេគឺអាចឡើងដល់32អាស្រ័យទៅលើការ select របស់ user អញ្ចឹងយើងឲ្យឈ្មោះថា micro step អញ្ចឹងពពួក full step មានន័យថាវាដំណើរការកម្លាំងពេញមិនមានន័យថា motor ហ្នឹងវាត្រូវការ200 step ដើម្បីវិលបានមួយជុំអញ្ចឹងមានន័យថាយើងឲ្យផាល់វាចំនួន200ផាល់ទៅគឺ motor ហ្នឹងវិលបានមួយជុំប៉ុន្តែបើសិនជាយើងប្រើជាប្រភេទ half step operation គឺយើងឲ្យផាល់វាគុណនឹង2មានន័យថាយើងឲ្យ400ផាល់ទៅ motor ហ្នឹងវិលបានមួយជុំអញ្ចឹងមានន័យថា full step ភាពរំកិលរបស់វាគឺឬក៏ degree រំកិលរបស់វាគឺ 1.8 degree អញ្ចឹងមានន័យថាវា
ធំជាង half step ពាក់កណ្ដាល half step មួយក្រិតរំកិលរបស់វាហ្នឹងយើងយក 1.8 ចែកជា2យើងឃើញ6.5 យើងឃើញ 1.8 សំទោសយើងឃើញ 9.5 យើងឃើញ 0.95 degree អញ្ចឹងមួយ step របស់ half step operation គឺ 0.95 degree អញ្ចឹងភាពរំកិលរបស់វាគឺញឹកជាងប៉ុន្តែបើនិយាយពីរឿងភាពញឹកជាងគឺពួក micro step រឹតតែញឹកទៅទៀតបើសិនជាយើងយកប្រភេទ8 micro step មានន័យថាយើងយក200យកទៅគុណជាមួយនឹង8យើងឃើញចំនួន step ដែលយើងបោះឲ្យវាទៅវាវិលបានមកជុំហើយចំពោះលេខ8នេះជួនកាលទៅវាមាន16ជួនកាលទៅយើងអាចឡើងរហូតដល់32អញ្ចឹងយើងយក32គុណនឹង200ទៅយើងឃើញ 64000 step មានន័យថាយើងឲ្យ 64000 ផាល់បាន motor ហ្នឹងវិលបានមកជុំអញ្ចឹងភាពសក្រិតរបស់វារឹតតែច្បាស់ទៅទៀតអញ្ចឹងភាគច្រើនគេប្រើវានៅក្នុងកន្លែងដែលច្បាស់អញ្ចឹងគេប្រើ micro step បើប្រើកន្លែងដែលប្រើកម្លាំងខ្លាំងប៉ុន្តែភាពសក្រិតរបស់វាខុសតិចតួចយើងអាចទៅយកបានគេប្រើ full ឬក៏ចំណុចកណ្ដាលគឺគេប្រើ half ជាធម្មតាមកពេលដែលយើងបញ្ជា step motor យើងយល់ល្អយើងប្រើ driver ដើម្បីធ្វើការបញ្ជាហើយ driver មូលហេតុដែលយើងប្រើ driver ដោយសារតែទី1គឺវាងាយស្រួលក្នុងការបញ្ជាដោយសារតែយើងយកតែសញ្ញាផាល់យកទៅបញ្ជាតែមួយសរសៃទៅយើងអាចបញ្ជាបានណាតាមមួយសរសៃទៀតឬក៏មួយ output ទៀតយើងយកទៅបញ្ជា direction របស់វាបានណាចំណុចទី2គឺដោយសារតែ driver វាអាច limit នៅ current ដែល motor ទទួលបានបើសិនជា motor យើងបញ្ជាដោយប្រើ unipolar យកទៅបញ្ជាយក fight យកទៅបញ្ជាគឺ motor នឹង C 20 ampere អញ្ចឹង fight នឹងត្រូវទទួល20 ampere ទាំងស្រុងផ្ទុយទៅវិញបើយើងប្រើ driver នឹងវានឹងអនុញ្ញាតឲ្យយើងធ្វើការលៃតម្រូវចរន្តនៅលើការ C របស់ motor នឹងបានអញ្ចឹងវាធ្វើឲ្យអាយុឬក៏តម្រូវការរបស់យើងនឹងវា flexible ជាងអញ្ចឹងមួយទៀតអ្វីដែលយើងត្រូវប្រើ driver ហ្នឹងគឺដោយសារតែ driver នីមួយគឺយើងអាចកំណត់នៅ step បានយើងអាចកំណត់ជា full step បានយើងអាចកំណត់ជា half step ឬក៏ micro step បានអញ្ចឹង driver វាមានលក្ខណៈពិសេសអញ្ចឹងបានយើងយល់ល្អប្រើ driver ដើម្បីធ្វើការបញ្ជាហើយចំពោះ driver DRV 8825នេះជាប្រភេទ driver មួយដែលវាធន់បានជាមួយការប្រើប្រាស់2 ampere ទៅ2 ampere កន្លះពេលដែលយើងប្រើជាមួយនឹង sync របស់វាពេលដែលយើងប្រើមួយដៃត្រជាក់របស់វាបិទវាលើនេះមកគឺយើងអាចប្រើបានជាមួយ2 ampere អញ្ចឹង driver ប្រភេទនេះគឺវាល្អសម្រាប់ការធ្វើ CNC ខ្នាតតូចដូចជាខ្នាតប្រហែលជាកន្លះម៉ែត្រគុណកន្លះម៉ែត្រជាដើមគឺយើងអាចយក driver ហ្នឹងយកទៅផលិតបានបង្កើតបានហើយ seal ដែលគេបង្កើតមកសម្រាប់ធ្វើការសិក្សាជាមួយ Arduino ហ្នឹងគឺវាសម្បូរបែបច្រើនដែលយើងអាចដោតប្រភេទ driver ហ្នឹងចូលទៅគឺយើង control យកវាងាយស្រួលក្នុងការតភ្ជាប់ច្រើនអញ្ចឹងពពួក driver ប្រភេទហ្នឹងគឺមានច្រើនណាមិនមែនមានតែ DRV 8825ហ្នឹងទេវាមាន A4888 4988 A4988 ពណ៌ក្រហមនិងពណ៌ខៀវប៉ុន្តែក្នុងចំណោមពួកអស់ហ្នឹងមានតែពណ៌ស្វាយ DRV 8825នេះទេដែលវាមានចំនួន ampere ធំជាងគេក្នុងចំណោមបងប្អូនវាទាំងអស់ហ្នឹងអញ្ចឹងការរើសយើងយល់ល្អយកអា ampere រៀងធំតិចទៅវាធ្វើឲ្យ fight របស់យើងវាធ្វើឲ្យ driver របស់យើងហ្នឹងអត់សូវឆាប់ឡើងកម្ដៅទេបាទបើពពួកនេះគឺយើងប្រើមួយ step motor ទូចអីយើងប្រើបានប៉ុន្តែបើប្រើមួយຂະຫນាតយ៉ាងមធ្យមអីគឺវាក្តៅខ្លាំងឆាប់ខូចអញ្ចឹងតើយើង limit current វាឲ្យច្បាស់លាស់ឥឡូវយើងទៅមើល circuit ទាំងអស់គ្នាបើសិនជាយើងយក microcontroller មួយយកទៅបញ្ជាជាមួយ driver ហ្នឹងយើងត្រូវស្គាល់អំពីជើងរបស់វាហើយយើងដឹងអំពីមូលដ្ឋានគ្រឹះរបស់ driver មួយគឺយើងអាចប្រើមិនត្រឹមតែຂະຫນាតទូចទេសូម្បីតែຂະຫນាតធំប៉ុណ្ណាក៏វាគោលការណ៍តែមួយដែរតើតើជាមួយនឹង driver ហ្នឹងទី1គឺវាមានជើង direction នេះគឺវាមានស្របតនិចនាការនិងប្រច្រាស់តនិចនាការពេលដែលយើងឲ្យវា0វាជាទូទៅ motor ហ្នឹងយើងតផ្នែក output របស់យើងគឺរបុំ A on
header 3អង្គ header ត្រូវគឺវាវិលស្របនៃនាការប៉ុន្តែបើយើងឲ្យវា high គឺវាវិលវាច្រាស់នៃនាការហើយនៅក្នុងដែរយើងមានជើងមួយទៀតជើង step ជើង step នេះគឺជាជើងមួយសម្រាប់បង្កើតសញ្ញាផាល់ដើម្បីឲ្យវារំកិលឲ្យរបុំវាធ្វើការរំកិលអញ្ចឹងបើសិនជាយើងប្រើជាប្រភេទ full step ពេលយើងឲ្យផាល់តាមរយៈជើងនឹងចំនួន200ផាល់អញ្ចឹង motor នឹងវិលបានមួយជុំដែរហើយនៅក្នុងហ្នឹងគឺមានជើង slip និងជើង reset ជើង slip នេះគឺយើងឲ្យ driver និង motor ហ្នឹងគឺផ្អាកដំណើរការដោយប្រើប្រភពចរន្តតិចបំផុតដើម្បីយកទៅ standby អញ្ចឹងយើងអាចធ្វើការឲ្យវា slip បានជាទម្រង់ active low ឬក៏ reset ជាទម្រង់ active low ក៏បានមិនត្រឹមតែឲ្យ slip ទេយើងអាច enable និង disable motor នឹងភ្លាមបានដោយយើងប្រើពាក្យថាដោយប្រើជើង enable ប៉ុន្តែជើងនេះជាទូទៅយើងអាចចោលក៏បានឬក៏យើងចង់ប្រើក៏បានបើសិនតែយើងប្រើជើងនេះមួយទៀតគឺយើងត្រូវការ3ជើង3 output ពី microcontroller យកទៅបញ្ជាហើយនៅក្នុងនឹងដែរគឺយើងឃើញមានជើង M0 M on M D ជើងនេះគឺជាជើងសម្រាប់ select full step half step និង micro step នៅចំណុចខាងស្ដាំដែរយើងឃើញមាន GND យើងតបជាប់ជាមួយ microcontroller ប៉ុន្តែ GND មួយទៀតនេះគឺយើងភាគច្រើនគឺយើងតជាមួយនឹងប្រភព power supply ដាច់ដោយឡែកអញ្ចឹងការបញ្ជារបស់យើងកុំយកភ្លើងពី microcontroller គឺយើងយកភ្លើងពី power supply ដាច់ចេញពីដោយឡែកជាទូទៅ step motor នេះគឺយើងប្រើភ្លើងពីចន្លោះ 12V ទៅ 24V វាជារឿងល្អសម្រាប់ក្នុងការបញ្ជាហើយជាធម្មជាតិរបស់ motor ទុកຂະຫນាតមធ្យមនិងຂະຫນាតទូចគឺគេប្រើតែ 12V ទៅ 24V ទេដើម្បីបញ្ជាវាបើសិនជាយើងចង់ប្រើຂະຫນាតធំយើងអាចប្រើដល់ 36 ឬក៏ 42V អញ្ចឹងទៅជា driver នេះអាចធន់បានរហូតដល់ 45V ប៉ុន្តែខ្ញុំអត់ recommend ឲ្យប្រើលើសពី 36 ទេពីព្រោះកម្ដៅវាអាចឡើងលឿនហើយនៅក្នុងហ្នឹងយើងឃើញមានជើងយើងមានឃើញ resistance ប្រែប្រួលមួយអញ្ចឹង resistance នេះគេទុកសម្រាប់កំណត់ចរន្តដើម្បីឲ្យ motor នេះទទួលបានឧទាហរណ៍យើងចង់ឲ្យវាស៊ីតាម ampere ទេយើងអាចវិលកំណត់វាទៅបាទយើងចង់ឲ្យវាស៊ី2 ampere យើងវិលវាទៅតាមហ្នឹងទៅវានឹងបោះចំនួនចរន្តជាក់លាក់ថេរមួយឲ្យផ្នែក output ហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំបញ្ចប់អំពីការណែនាំអំពី step motor ហើយសប្តាហ៍ក្រោយយើងនឹងចូលទៅដល់ការបញ្ជា stepper motor ទាំងអស់គ្នាហើយកុំភ្លេចមើលសៀវភៅរបស់ខ្ញុំទាំងអស់គ្នានៅមេរៀនទី4ដែលជាមេរៀនចុងក្រោយនៃសៀវភៅរបស់យើងអញ្ចឹងនៅក្នុង step motor នេះខ្ញុំបានសរសេររៀបរាប់ច្រើនដែរអំពីការបញ្ជាហើយនឹងមានកូដឧទាហរណ៍នៅចំណុចបញ្ចប់អញ្ចឹងដោយសារតែថ្ងៃនេះវាមានរយៈពេលវែងហើយអញ្ចឹងខ្ញុំសូមបញ្ចប់ដំណឹងហើយយើងជួបគ្នាសប្តាហ៍ក្រោយទៀតជាមួយនឹងការបញ្ជា stepper motor របស់យើងដោយប្រើប្រាស់ Arduino បាទអញ្ចឹង